ពេលអ្នកចេញទៅមុនខ្ញុំនឹងទៅជាមួយពួកគេបាននិយាយអ្វីមួយកណ្ដឹងគឺជាសត្វចិញ្ចឹមរបស់យ៉ាវយ៉ងមិញស្ត្រីឈ្មោះយ៉ាវយ៉ងមិញដើម្បីជួយសង្គ្រោះយ៉ាវជីហៅបានឲ្យនាងមកខ្ញុំអ្វីចៅយ៉ងខ្ញុំមិនចង់បានវាតាំងពីដំបូងឡើយមីងបានបង្ខំនាងឲ្យខ្ញុំលើសពីនេះបច្ចេកទេសដាំដុះដែលនាងអនុវត្តរួមមានប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយទាន់ពេលវេលាទេនោះមនុស្សម្នាក់គាត់នឹងស្លាប់ភ្លាមបន្ទាប់ពីឆ្នាំថ្មីពិតមែនឬទោះបីជាកណ្ដឹងនេះមានឈ្មោះថាកូនស្រីចិញ្ចឹមរបស់យ៉ាវយ៉ងមិញប៉ុន្តែខ្ញុំសង្ស័យថាគាត់គ្រាន់តែជាទាសករក្នុងផ្ទះប៉ុណ្ណោះដូច្នេះហើយការយល់ឃើញនឹងគំនិតរបស់នាងទាំងពីរមានបញ្ហាគ្រូសាយ៉ាវពិតជាគួរឲ្យស្អប់ខ្ពើមណាស់ដើម្បីធ្វើរឿងអមនុស្សធម៌បែបនេះដាំងយ៉ាងតើនឹងមានអ្វីកើតឡើងចំពោះនាងនាពេលអនាគតឥឡូវនេះនាងបានសម្រេចចិត្តហើយថាខ្ញុំជារបស់នាងលោកគ្រូបើខ្ញុំមិនចង់បាននាងទេនាងនឹងអ្នកពិតជានឹងមានអារម្មណ៍ថាត្រូវគេបោះបង់ចោលហើយនៅពេលអនាគតពួកគេអាចនឹងបោះបង់ចោលខ្លួនឯងតាំងយ៉ាងតើអ្នកប្រកាសទេថានាងមិនមែនជាចៅចារកម្មសម្រាប់គ្រូសាយ៉ាវមានស្នាដៃសិល្បៈផ្ទាល់ខ្លួនមិនអីទេការសម្ភាសចិត្តចាប់ផ្ដើមហើយចូលយើងនិយាយអំពីរឿងផ្សេងទៀតនៅពេលក្រោយមិនអីទេបន្ទាប់មកចូលយើងចុះទៅធ្វើការហើយទៅអរគុណមិនបាច់បារម្ភទេខ្សែត្បូងថ្មនេះនៅខាងក្នុងកាកត្បូងថ្មនៅសល់ដានមួយចំនួននៃធម្មពលខាងវិញ្ញាណភាពចម្លែកបន្ទាប់គឺលេខ15វត្ថុដេញថ្លៃកំណាប់ឲ្យថ្មគុជរីជ្វងឈឹងត្បូងថ្មនេះមានភាពកក់ក្ដៅនិងភ្លឺរលោងហើយសិលាចារឹកត្រូវបានសរសេរនៅលើវាសាមញ្ញនិងគ្មានការតុបតែងការប្រឡងធំសម្រាប់អក្សរសាស្ត្ររីជ្វងមីងរបស់របរដែលបានបង្ហាញជាការគោរពដល់ការសិក្សារបស់អ្នកប្រាជ្ញដោយចាប់ផ្ដើមពីតម្លៃដេញថ្លៃគឺ800,000 យន់វាគួរឲ្យចាប់អារម្មណ៍ណាស់ហើយតម្លៃក៏មិនខ្ពស់ដែរយើងអាចយកវាបាន800,000ខ្ញុំគ្រាន់តែគិតថាវាមើលទៅស្អាតដូច្នេះខ្ញុំបានថតរូបសម្រាប់ការសប្បាយតោះលេងភ្ញៀវលេខ3380 10,000 1 លានខ្ញុំមិនអាចយកឈ្នះវាបានទេអ្នកប៉ុន្តែខ្ញុំអាចកប់អ្នកនៅក្នុងលុយបានបញ្ជីតូចមួយនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មិនចុះសម្រងខ្មាស់អៀនជាមនុស្សកំណាចតូចតាចអាក្រក់1,200,000ភ្ញៀវលេខ33ធ្វើការដេញថ្លៃ1,200,000 1,500,000ព្រះអាទិត្យមិនថាអ្នកបន្ថែមបំណុលប៉ុន្មានទេខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅអ្វីគ្រប់យ៉ាង300,000 ទៅ 200,000ខ្ញុំចង់ឃើញអ្វីដែលអ្នកសុខចិត្តធ្វើតើការទិញការមួយបាច់មានតម្លៃប៉ុន្មានយកការបូបលុយរបស់ខ្ញុំទៅ5 លានព្រះអាទិត្យតើអ្នកហ៊ានបន្តទេបញ្ជីតូចនេះគឺជាការប្រកួតប្រជែងដែលមានគំនិតអាក្រក់ថតរូបតិចជាងនេះសូមរក្សាសណ្ដាប់ធ្នាប់តើត្រឹមត្រូវទេគ្រួសារជាវរបស់យើងមានទ្រព្យសម្បត្តិច្រើនហើយមិនត្រូវការរកលុយពីស្ត្រីមនុស្សនៅតែមិនទាន់ដឹងអំពីឆេនយ៉េងតើពួកគេមានប្រវត្តិយ៉ាងណាគាត់ធ្វើការនៅហាងម៉ាសាអ្នកបច្ចេកទេសដោយបោកបញ្ឆោតស្ត្រីមានទ្រព្យសម្បត្តិមួយចំនួនអ្នកដែលលក់ស្នាមញឹមហ៊ានធ្វើបែបនេះនៅទីនេះបន្លំខ្លួនជាអ្នកមានអូត្រូវហើយវាហាក់ដូចជាពួកគេបានចេញផ្សាយវាម្ដងទៀតហើយបានទៅគ្រួសារឈិននិងគ្រួសារលីនអ្នកនាងឲ្យហេតុអ្វីបានជាអ្នកទុកក្មេងប្រុសស្អាតម្នាក់នេះនៅទីនេះគាត់ជាមនុស្សដែលត្រូវបានរក្សាទុកអូយបុរសម្នាក់ដែលរស់នៅដោយពឹងពាក់ស្ត្រីក្មេងប្រុសស្អាតដែលញ៉ាំបាយវាមិនមែននិយាយអំពីការដើរតាមខ្ញុំនៅទីនេះទេតម្លៃ10 លានតម្លៃចាប់ផ្ដើមគឺ800,000តម្លៃជាក់ស្ដែងមិនលើសពី3ទេអ្នកគ្រាន់តែលើកដុំថ្មបុរាណ1 លានដុល្លារឡើងមែនទេតម្លៃបានឡើងដល់10 លានហើយដូច្នេះវាលែងមានទៀតហើយតម្លៃទិញគឺដូចជាការគប់លុយមុខនរណាម្នាក់ត្បូងបុរាណមួយដុំត្រូវបានដាក់លក់ក្នុងតម្លៃ1,000,000បានឯងឈួតមែនទេលោកក្រវ័យក្មេងឆាវតើយើងទៅទេមានតែមនុស្សរងងទេដែលនឹងទិញត្បូងបុរាណនេះតម្លៃត្រឹមតែ300 រៀលប៉ុណ្ណោះ10,000មានតែខ្សែកដូចអ្នកទេនោះហើយជាមូលហេតុដែលវាគ្មានពណ៌តតែសោះដែលជាកន្លែងពួកគេទាំងអស់សុទ្ធតែមានមុខធាត់ចេញយ៉ាងកុំសេពគប់ជាមួយមនុស្សប្រភេទនេះអីការខឹងសម្បាគឺជាការខ្ជះខ្ជាយលុយកាក់ចេញយ៉ាងវាគ្មានអ្វីទេវាគ្រាន់តែជាបំណែកនៃត្បូងមរកមួយប៉ុណ្ណោះបើអ្នកពេញចិត្តខ្ញុំនឹងថតរូបហើយផ្ញើវាទៅអ្នកសៀវវ័យនេះមិនមែនជាពេលវេលាសម្រាប់អ្នកខឹងសម្បានោះទេនៅពេលនោះចេញយ៉ាងតើអ្នកមានប៉ុន្មានក្នុងចំណោម10 លាននេះនោះវាហួសហេតុពេកហើយនោះជារបៀបដែលគាត់ចូលចិត្តស្ត្រីអ្នកមានគ្រាន់ដើម្បីធ្វើឲ្យអ្នកក្រអឺតក្រទមទេអ្នកអាចសាកល្បងដំឡើងថ្លៃម្ដងទៀតលោកឈៀវតើលោកចង់ដំឡើងថ្លៃទេនេះគ្រាន់តែច្រើនពេកហើយបោះបង់10 លានជាលើកដំបូងលើកទី2លើកទី3លោកហើយសូមអបអរសាទរដល់បេក្ខជនលេខ33គឺលោកឆេនលោកស្រីវាទាំងអស់គឺអាស្រ័យលើរបៀបដែលអ្នកប្រើខួរក្បាលរបស់អ្នក10 លាននេះមីងដាតូចនោះល្ងងណាស់ល្ងងជារៀងរហូត
មិនយូរមិនឆាប់ឆាងបានខាត់បង5000 10 លានគឺសម្រាប់តែ Chen Yang ប៉ុណ្ណោះវាគ្មានអ្វីទេគួរឲ្យស្ដាយណាស់ដែលគ្មានកម្មវិធីសម្ដែងពិតប្រាកដខ្ញុំបានឃើញវាហើយល្អ